ជំរាបសួរបងប្អូនខ្ញុំបាទជាបុគ្គលិកខាងក្រុមហ៊ុនសេកហូមថ្ងៃនេះខ្ញុំបាទចុះមកមើលសំណាក់ក្រោយចាយបាញ់ឆ្នាំនេះហីចាបាទចាយគឺការនេះបាញ់ជាមួយនឹងមេតបឆ្វេងជាមួយនឹងឆុងសាលីនដើម្បីទី1យើងបាញ់កម្ចាត់សត្វល្អិតនិងបកកពងសត្វល្អិតដែលវាពងទៅនៅតាមស្លឹកបាទទី2យើងបាញ់កម្ចាត់ដង្កូវជាមួយនឹងឆ្នាំមេតបឆ្វេងអញ្ចឹងខ្ញុំចង់បានចេះមតិវិចារវិញតែចែប្រើហើយចែនិយាយពីអារម្មណ៍ពិតមកតែប្រើហើយយ៉ាងមិនដែរប្រើហើយវាបានផលមែនគឺងាប់មែនបាទអានេះនិយាយជាក់ស្ដែងអត់មានផលកុហកទេបាទចេះប្រើហើយវាបានផលហើយវាគ្រាន់បើជាងឆ្នាំដទៃទៀតបាទអញ្ចឹងរយៈពេលនៃការការពារអីមិនដែរចាការពារវាគ្រាន់បើវាការពារវាបានល្អអញ្ចឹងពីបាញ់មកដូចជាបានក្នុង7 8ថ្ងៃហ្នឹងចាបាទហើយអត់ទាន់ឃើញថាមានដង្កូវឬសត្វល្អិតមកបំផ្លាញទៀតទេហ្នឹងហើយអញ្ចឹងមើលទៅរយៈពេលនៃការការពារវាអាចបានចូលទៅដល់10ទៅ15ថ្ងៃអីហ្នឹងបានចាប់ផ្ដើមចែបាញ់ទៀតចាអញ្ចឹងរយៈពេលនៃការដូចថាចែធ្លាប់ប្រើឆ្នាំពីមុនហើយឥឡូវចែមកសាកល្បងប្រើខាងក្រុមហ៊ុនខ្ញុំចែគិតមិនដែរគិតថាប្រសិទ្ធភាពនៃការការពារវាគ្រាន់បើជាងឆ្នាំយើងប្រើឆ្នាំមុនអូបាទឆ្នាំមុនយើងបាញ់ហើយយើងងាប់មែនប៉ុន្តែហើយរយៈពេល3 4 5ថ្ងៃក្រោយគឺវាកើតទៀតបាទវាមកស៊ីទៀតតែឆ្នាំនេះវាអត់ទេតែខ្លាចតែយើងបាញ់អត់ចំមិនបាញ់ចំគឺវាស្អាតបាទអញ្ចឹងឆ្នាំល្អយើងបូកបច្ចេកទេសនៃការប្រើប្រាស់ឲ្យបានត្រឹមត្រូវទៅប្រសិទ្ធភាពគឺចែរយៈពេលបានយូរវែងហើយចែចំណេញលុយទៀតហ្នឹងហើយមិនបន្ថែមខ្ញុំថាចំណេញទី1ចែប្រើហើយចែបាញ់ពីមុនថា4 5ថ្ងៃចែបាញ់ម្ដងចាឥឡូវចែ10ទៅ15ថ្ងៃបានចែបាញ់ម្ដងចែចំណេញទី1ចំណេញកម្លាំងពលកម្មទី2ចំណេញថ្លៃឆ្នាំដោយសារអីឆ្នាំនេះតម្លៃវានឹងខ្ពស់ជាងគេបន្តិចមែនប៉ុន្តែបើយើងបូកធៀបអា3 4ថ្ងៃបាញ់ម្ដងហើយមកបូកជាមួយអាឆ្នាំនេះតម្លៃរែងខ្ពស់បាញ់តែម្ដងបាត់អានេះចំណេញជាងបាទហើយយើងមកសើប៉ះពាល់ជាមួយឆ្នាំច្រើនទៀតបាទអញ្ចឹងអរគុណច្រើនបាទអរគុណច្រើនអរគ្នា